កូនខ្មែរធ្វើបានសិស្សកម្ពុជា152នាក់ដណ្ដើមបានមេដាយ221និងពាន7ពីការប្រកួតអន្តរជាតិស៊ីម៉ុក2026លើកមុខមាត់កម្ពុជាលើឆាកពិភពលោកកម្ពុជាបន្តធ្វើឲ្យពិភពលោកកោតសរសើរសិស្សានុសិស្សឆ្នាំកម្ពុជា152នាក់បានបង្កើតសមិទ្ធផលដ៏អស្ចារ្យដោយដណ្ដើមបានមេដាយសរុប221គ្រឿងនិងពានរង្វាន់7ក្នុងការប្រកួតអន្តរជាតិ Singapore International Math Olympiad Challenge ហៅកាត់ថា SIMOC ឆ្នាំ2026ក្រោយប្រកួតប្រជែងជាមួយសិស្សពូកែជាង2287នាក់មកពី40ប្រទេសជុំវិញពិភពលោកសមិទ្ធផលដ៏គួរឲ្យមានមោទនភាពនេះរួមមានពានរង្វាន់7មេដាយមាស65មេដាយប្រាក់72មេដាយសំរិទ្ធ84និងជ័យលាភីកិត្តិយស12ដែលជាលទ្ធផលនៃការប្រកួតលើវិញ្ញាសាសំខាន់ៗក្នុងកម្មវិធី SIMOC ឆ្នាំ2026ក្នុងចំណោមជ័យលាភីពានរង្វាន់មានសិស្សកម្ពុជាចំនួន7រូបដណ្ដើមបានពាន Overall Champion Overall Runner Up និង Overall Second Runner Up ក្នុងកម្រិតថ្នាក់ផ្សេងៗបង្ហាញពីសមត្ថភាពដ៏លេចធ្លោរបស់កូនខ្មែរជ័យលាភីពានរួមមាន Son Louis រៀនថ្នាក់ទី1 Overall Champion Lim Hong Kiat រៀនថ្នាក់ទី1 Overall Runner Up Kim Hee Songថ្នាក់ទី3 Overall Champion រិទ្ធិដារ៉ានីនរៀនថ្នាក់ទី5 Overall Runner Up ស្រុនវីរៈបុត្ររៀនថ្នាក់ទី7 Overall Runner Up លឹមសិទ្ធិស័ករៀនថ្នាក់ទី8 Overall Second Runner Up ហេងធុងសុករៀនថ្នាក់ទី9 Overall Second Runner Up ក្នុងនោះផងដែរសិស្សចំនួន11រូបបានដណ្ដើមបានចំណាត់ថ្នាក់លេខ1ដល់លេខ10លើវិញ្ញាសាគណិតវិទ្យា Olympiad រួមមាន Son Louis រៀនថ្នាក់ទី1 Top 4 Global Lim Hong Kiat រៀនថ្នាក់ទី1 Top 8 Global ច័ន្ទពោធីរ៉ាណែនថ្នាក់ទី2 Top 7 Global ម៉ុងមេងឈុនរៀនថ្នាក់ទី2 Top 8 Global គីមហ៊ីសុងរៀនថ្នាក់ទី3 Top 2 Global វិតជូជូទ្រីស្តែនរៀនថ្នាក់ទី5 Top 1 Global កែវវិរៈភ័ក្ររៀនថ្នាក់ទី5 Top 3 Global រិទ្ធិដារ៉ានីនរៀនថ្នាក់ទី5 Top 10 Global ស្រុនវីរៈបុត្ររៀនថ្នាក់ទី7 Top 1 Global ហេងធុងសុករៀនថ្នាក់ទី9 Top 2 Global ឆយសានីអេងរៀនថ្នាក់ទី11 Top 6 Global សមិទ្ធផលនេះមិនត្រឹមតែជាការឈ្នះមេដាយប៉ុណ្ណោះទេប៉ុន្តែជាភស្តុតាងបញ្ជាក់ថាសិស្សកម្ពុជាមានសមត្ថភាពចូលប្រកួតប្រជែងជាមួយសិស្សពូកែជុំវិញពិភពលោកបានដោយភាពជឿជាក់និងមោទនភាពសូមអបអរសាទរដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូមាតាបិតានិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកបណ្ដុះបណ្ដាលនិងគាំទ្រក្មេងៗកម្ពុជាឲ្យឈានទៅដណ្ដើមជោគជ័យលើឆាកអន្តរជាតិនិងនាំកិត្តិយសជូនជាតិមាតុភូមិ